របៀបថែស្បែកនៅអំឡុងពេលមរដូវការថែទាំស្បែកនៅអំឡុងពេលមរដូវគឺចាំបាច់ខ្លាំងមែនទែនក៏ប៉ុន្តែតាក់ទងទៅនឹងរបៀបថែស្បែកបងប្អូនមួយចំនួនគាត់អត់ទាន់ដឹងទេដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកពីរបៀបថែស្បែកនៅអំឡុងពេលមរដូវដែលបងប្អូនអាចយកទៅអនុវត្តបាននៅពេលដែលបងប្អូនមរដូវទី1គឺការធ្វើអនាម័យក៏ដូចជាការងូតទឹកកក់សក់ឲ្យបានស្អាតតាក់ទងទៅនឹងការកក់សក់ឬក៏សម្អាតខ្លួនប្រាណឲ្យបានស្អាតនឹងបងប្អូនស្រីៗមួយចំនួនគឺគាត់តែងតែមានដំណំអាចថាធ្លាប់ឮពីចាស់បារាណថាតមងូតទឹកឬក៏តមកក់សក់នៅអំឡុងពេលមរដូវការពិតដំណំនេះគឺគ្រោះថ្នាក់ខ្លាំងមែនទែនបងប្អូនតាក់ទងទៅនឹងការកក់សក់តាក់ទងទៅនឹងការងូតទឹកសម្អាតខ្លួនប្រាណគឺវាចាំបាច់ខ្លាំងមែនទែននៅអំឡុងពេលមរដូវនឹងដូច្នេះបងប្អូនគួរតែកក់សក់ឲ្យបានស្អាតឬក៏ធ្វើអនាម័យដុសសាប៊ូដុសខ្លួនឲ្យបានជ្រះស្អាតនឹងគឺល្អខ្លាំងមែនទែនទី2តាក់ទងទៅនឹងការលាបឡេផ្ដល់សំណើមក៏ដូចជាការស្ក្រាប់ស្បែកការស្ក្រាប់ស្បែកគឺបងប្អូនឆ្ងល់ខ្លាំងមែនទែនថាពេលមរដូវនឹងយើងគួរស្ក្រាប់ស្បែកបានអត់ហើយពេលមរដូវនឹងគួរតែលាបឡេបានអត់ការពិតគឺបងប្អូនធ្វើបានដូចគ្នាគ្រាន់តែថាប្រភេទឡេគឺបងប្អូនគួរតែជ្រើសរើសប្រភេទឡេណាដែលផ្ដល់សំណើមដោយសារតែពេលមរដូវគឺយើងស្បែកស្ងួតខ្លាំងមែនទែនហើយតាក់ទងទៅនឹងស្ក្រាប់បងប្អូនគួរតែជ្រើសរើសស្ក្រាប់ណាដែលអត់មានជាតិកាត់ហើយយកមកស្ក្រាប់ទៅគឺវាជួយឲ្យស្បែករបស់យើងទន់រលោងអត់សូវស្ងួតទេអញ្ចឹងការស្ក្រាប់ស្បែកពេលមរដូវបងប្អូននៅតែអាចស្ក្រាប់បានធម្មតាទី3គឺការទទួលទានទឹកឲ្យបានគ្រប់គ្រាន់គឺចាំបាច់ខ្លាំងដូចគ្នាសម្រាប់បងប្អូនដែលមករដូវគឺអាចនឹងបាត់បង់ជាតិទឹកអាចនឹងអស់កម្លាំងខ្លាំងហើយស្បែកងាយនឹងស្ងួតដូច្នេះនៅអំឡុងពេលមរដូវរបៀបនៃការថែស្បែកគឺទឹកបងប្អូនគួរតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់វាជួយទាំងសុខភាពវាជួយទាំងស្បែករបស់យើងមិនឲ្យស្ងួតទៀត